វិធានបទលើកហ្នឹងខ្ញុំចង់និយាយតាក់ទងនឹងការយកឈ្នះទៅលើភាពតោកយ៉ាកបើយើងសង្កេតពិនិត្យឲ្យដល់មែនទែនទៅមនុស្សយើងទាំងអស់គ្នាភាគច្រើនអ្នកដែលមានបញ្ហាហ្នឹងគឺដោយសារតែយើងគេហៅថាធ្វើសកម្មភាពដែលខ្លួនឯងចូលចិត្តធ្វើខ្លួនឯងចង់ធ្វើប៉ុន្តែមិនចូលចិត្តធ្វើសកម្មភាពណាដែលត្រឹមត្រូវព្រោះសកម្មភាពដែលត្រឹមត្រូវពេលខ្លះទៅវាមិនជាស្រួលប្រមាណទេវាធ្វើឲ្យយើងលំបាកក្នុងការធ្វើយើងហត់នឿយយើងអីចឹងណាព្រោះសកម្មភាពដែលត្រឹមត្រូវភាគច្រើនវាច្រើនតែខុសពីទម្លាប់ដែលយើងកំពុងតែមានចឹងទៅចឹងវាធ្វើឲ្យយើងមានអារម្មណ៍ថាពិបាកចឹងយើងច្រើនតែគេចវេះជាទូទៅបញ្ហាដែលនាំឲ្យតោកយ៉ាកហ្នឹងតាក់ទងធំបំផុតគឺតាក់ទងនឹងការធ្វើឲ្យខ្លួនឯងប្រសើរឡើងព្រោះមនុស្សយើងពីមួយថ្ងៃទៅមួយថ្ងៃវាដូចយើងនិយាយថាយើងចំណាយកាន់តែច្រើនណា energy យើងប្រើកាន់តែច្រើនឧទាហរណ៍ដំបូងយើងម្នាក់ឯងក្រោយយើងចាប់ផ្ដើមមានក្រុមគ្រួសារមានប្តីឬមានប្រពន្ធហើយយើងមានកូនអីចឹងការចំណាយរបស់យើងកើនអត់ឈប់ទេតាំងពីនៅបន្ទប់ជួលរហូតដល់នៅផ្ទះខ្លួនឯងតាំងពីជិះកង់រហូតដល់មកជិះម៉ូតូជិះឡានអញ្ចឹងចំណាយរបស់យើងគឺកើនអត់ឈប់ទេតំណែងក្នុងសង្គមក៏ធ្វើយើងកើនអត់ឈប់ដែរតែបញ្ហាគឺថាយើងអត់បានបង្កើនចំណូលទេព្រោះចំណូលវាកើនតាមរយៈសមត្ថភាពពាក្យថាសមត្ថភាពមានន័យថាភ្ជាប់ជាមួយនឹងការអភិវឌ្ឍខ្លួនព្រោះជាទូទៅយើងអត់សូវធ្វើការអភិវឌ្ឍខ្លួនឯងទេតែយើងធ្វើអីកើតយើងធ្វើតែប៉ុណ្ណឹងអញ្ចឹងកាលណាយើងធ្វើដដែលសមត្ថភាពយើងដដែលយើងធ្វើការងារដដែលចំណូលរបស់យើងមិនដដែលតែចំណាយយើងវាអត់ដដែលទេវាកើនអត់ឈប់ទេអញ្ចឹងយូរទៅវានឹងទាញយើងទៅរកភាពតោកយ៉ាកព្រោះដោយសារអីយូរយើងចាយអត់គ្រាន់ដល់យើងចាយអត់គ្រាន់យើងចាប់ផ្ដើមខ្ចីគេចាយដល់ពេលយើងខ្ចីគេចាយយូរទៅបំណុលយើងកើនអត់ឈប់ទេដល់ពេលយូរទៅបានយើងនឹងថាយើងខំរកមកគឺដើម្បីដោះទៅបំណុលហ្នឹងអញ្ចឹងជីវិតរបស់យើងជៀសមិនផុតពីតោកយ៉ាកហ្នឹងទេហើយនៅពេលដែលមានគ្រោះអាសន្នណាមួយកើតឡើងឧទាហរណ៍ដូចឈឺដូចអីត្រូវការលុយបន្ទាន់គឺយើងអត់មានលុយសេសសល់ទេព្រោះដោយសារយើងរកមួយថ្ងៃយើងចាយមួយថ្ងៃរកមួយខែចាយមួយខែអញ្ចឹងយើងអត់មានសល់អីទេអញ្ចឹងនាំឲ្យយើងតោកយ៉ាកអញ្ចឹងត្រឡប់មកវិញថាដើម្បីដោះស្រាយទៅលើភាពតោកយ៉ាកទៅធ្វើម៉េចគឺយើងត្រូវទៅបន្តអភិវឌ្ឍសមត្ថភាពព្រោះយើងត្រូវចាំថាកត្តាសមត្ថភាពដែលភ្ជាប់ជាមួយនឹងចំនួនចំណូលដែលយើងរកបានសូម្បីតែកត្តាសុខភាពក៏ទាក់ទងជាមួយនឹងការអភិវឌ្ឍសមត្ថភាពដូចគ្នាដែរសមត្ថភាពទៅលើកីឡាទៅលើរាងកាយអីចឹងទៅសមត្ថភាពទៅលើការហូបចុកឲ្យបានត្រឹមត្រូវអញ្ចឹងទាំងអស់ហ្នឹងវាជារឿងអត់ស្រួលទេប៉ុន្តែបើសិនជាយើងអត់ធ្វើទេអាទុក្ខលំបាកដែលវាផ្ដល់ឲ្យយើងវិញវាធ្ងន់ធ្ងរឥឡូវឧទាហរណ៍ថាយើងចេញរកស៊ីចុះយើងលក់ចាប់ហួយយើងលក់ចាប់ហួយដំបូងយើងលក់បានទេព្រោះដោយសារអីយើងកំណត់នឹងយើងគិតឃើញមុនគេអ្នកផ្សេងគេអត់ទាន់គិតឃើញទេដល់ក្រោយមកគេឃើញយើងលក់បានគេចាប់ផ្ដើមស្វែងយល់ពីអាជីពដូចយើងហើយគេលក់ដូចយើងដល់ពេលគេលក់ដូចយើងទៅគេចេះលក់ប្រហែលយើងផ្ដំប្រសងប្រកួតប្រជែងគ្នាតែដល់ក្រោយមកគេអ្នករៀនជាងយើងគេអភិវឌ្ឍសមត្ថភាពជាងយើងគេលក់បានល្អជាងយើងមានន័យថាគេលក់ធំជាងយើងអញ្ចឹងទៅគេរកទំនិញឲ្យបានធូរថ្លៃជាងយើងអញ្ចឹងទៅសេវាកម្មគេល្អជាងយើងទៅគេរៀបចំជាប្រព័ន្ធដែលធ្វើឲ្យអតិថិជនមានអារម្មណ៍ថា convenient ជាងអីចឹងទៅអញ្ចឹងយូរទៅគេនឹងផ្ដួលយើងផ្ដួលដោយសារអីយើងខ្សោយជាងគេយើងធ្វើបានគេផ្ដួលដល់ពេលហ្នឹងទៅយើងរកស៊ីលេងបានពេលហ្នឹងយើងចាប់ផ្ដើមខ្សែធនហើយក្នុងការងារក៏ដូចគ្នាដែរយើងចូលមកដំបូងពុបយើងរៀនយើងដំបូងអត់ចេះទេយើងចូលមកឲ្យប្រាក់ខែយើងតិចទេតែយើងរៀនដល់ចេះទៅយើងដល់ប្រាក់ខែក្នុងកម្រិតមួយដែលយើងអាចរស់បានសមរម្យសល់តិចតួចអីចឹងណាតែយើងអត់អភិវឌ្ឍបន្តទៀតទេយើងគិតថាការងារប៉ុណ្ណឹងគឺសមរម្យហ្មងអញ្ចឹងដល់ពេលពីមួយឆ្នាំទៅឆ្នាំប្រាក់ខែដែលក្រុមហ៊ុនដែលគេតម្លើងឲ្យយើងហ្នឹងគេតម្លើងក្នុងកម្រិតមួយទប់ទៅជាមួយអតិផរណាហ្នឹងតែប្រហែលភាគរយនឹងពុទ្ធសាសយើងធ្វើការងារដដែលយើងអត់បានបន្ថែមអីផងចង់និយាយថាអ្វីដែលយើងធ្វើបានគឺទំហំប៉ុណ្ណឹងសមត្ថភាពយើង handle បានដល់ការងារប៉ុណ្ណឹងឯងដល់ពេលអញ្ចឹងគេអត់អាចបន្ថែមការងារឲ្យធំជាងនឹងឲ្យយើងពុទ្ធសាសយើងធ្វើអត់កើតយើងអត់បានប្រឹងសមត្ថភាពតែត្រឡប់មកវិញចំណាយរបស់យើងអត់ថេរវាកើនអត់ឈប់ទេហើយវាកើនលឿនជាងអតិផរណាទៀតដូចខ្ញុំនិយាយអញ្ចឹងពីមុនយើងមានតែ2នាក់ទេថាប្តីមួយប្រពន្ធក្រោយយើងមានកូន1 2 3 4នោះហើយកូនទាំងអស់ហ្នឹងមិនត្រូវការចំណាយព្រោះយើងតាំងពីនៅផ្ទះតូចរហូតដល់យើងត្រូវទៅនៅផ្ទះធំជាងមុនដោយសារសមាជិកយើងច្រើនជាងមុនពីមុនយើងជិះតកង់ម៉ូតូក្រោយមកយើងត្រូវជិះឡានអីចឹងណាជិះឡានតូចឡើងទៅជិះឡានធំអញ្ចឹងគេចំណាយច្រើនទៅអត់ឈប់ទេដល់ពេលអញ្ចឹងតែចំណូលរបស់យើងអត់កើនទេហើយយើងអត់បានចំណាយពេលអភិវឌ្ឍខ្លួនឯងឲ្យរីកចម្រើនឲ្យខ្លាំងជាងមុនឲ្យប្រកែកជាងមុនអញ្ចឹងចំណូលរបស់យើងអត់អាចកើនបានដល់ពេលអត់អាចកើនបានចំណាយរបស់យើងនឹងយើងទប់អត់ជាប់ទេអញ្ចឹងយូរទៅយើងចាប់ផ្ដើមមានបញ្ហាហិរញ្ញវត្ថុហើយអាបញ្ហាហិរញ្ញវត្ថុនឹងវាចាក់ម្ដងតិចទៅបញ្ហាផ្សេងតាក់ទងទៅដល់សុខភាពផ្លូវចិត្តផ្លូវកាយរហូតដល់តាក់ទងទៅនឹងបញ្ហាទំនាក់ទំនងទៀត
អញ្ចឹងដល់ពេលយើងមើលឫសគល់មែនតើទៅគឺវាតកតងទៅនឹងការអភិវឌ្ឍសមត្ថភាពហ្នឹងអញ្ចឹងភាពតោកយ៉ាកហ្នឹងវាប្រឆាំងជាមួយនឹងការអភិវឌ្ឍសមត្ថភាពកាលណាយើងអត់ព្រមអភិវឌ្ឍសមត្ថភាពយើងទេភាពតោកយ៉ាកវាស្រឡាញ់យើងហើយតែបើយើងព្យាយាមអភិវឌ្ឍសមត្ថភាពយើងកាន់តែទៅមុខភាពតោកយ៉ាកអត់ចង់នៅមួយយើងទេព្រោះដោយសារអីយើងចេះតែទៅមុខអញ្ចឹងចំណូលរបស់យើងក៏កើនស្ថានភាពផ្សេងៗក៏ទៅកើនហើយពាក្យថាអភិវឌ្ឍសមត្ថភាពហ្នឹងវាមានន័យទូលំទូលាយមានន័យថាយើង challenge ធ្វើឲ្យខ្លួនឯងកាន់តែប្រកែកជាងមុនធ្វើបានល្អជាងមុនធ្វើបានច្រើនជាងមុនហើយធ្វើបានគេហៅថាការងារដែលលំបាកជាងមុនឧទាហរណ៍ថាយើងចូលធ្វើការក្នុងក្រុមហ៊ុនមួយដំបូងយើងគ្រាន់តែជាបុគ្គលិកធម្មតាអីទេតោះមកយើងអាចឡើងទៅប្រធានផ្នែកឡើងទៅមេក្រុមឡើងទៅរហូតអាចឡើងទៅជា executive ចង់និយាយទៅជាអ្នកគ្រប់គ្រងអីចឹងទៅជាប្រធានទៅជាអីចឹងចំណូលរបស់យើងគឺកើនអត់ឈប់ទេព្រោះតែស្អីយើងអាចធ្វើរឿងបានតែត្រឡប់វិញបើយើងអត់អភិវឌ្ឍសមត្ថភាពយើងធ្វើកើតឧទាហរណ៍ថាគេឲ្យយើងការងារគ្រប់គ្រងយើងថាខ្ញុំអត់ចេះតំណែងនងផងតែពិតតំណែងពីណាក៏រៀនកើតដែរមិនចឹងតែមកពីយើងអត់រៀនឃើញអានឹងយើងអត់អភិវឌ្ឍអញ្ចឹងយើងបាត់ឱកាសមួយឧទាហរណ៍ថាគេបន្ថែមការងារមួយទៀតឲ្យយើងធ្វើអញ្ចឹងថាលើសពីការងារដែលយើងកំពុងធ្វើរាល់ថ្ងៃអញ្ចឹងទៅរកទិញអីបន្ថែមឬក៏ទៅរកឧបមាថាយើងរាល់ថ្ងៃយើងខាងទិញអីវ៉ាន់ក្នុងស្រុកចុះអញ្ចឹងគេថាឥឡូវយើងទៅរោងចក្រខាងក្រៅទិញអីវ៉ាន់ពីក្រៅដើម្បីឲ្យបានធូរថ្លៃជាងមុនអីចឹងទៅតែយើងថាខ្ញុំទៅអត់ក្រៅខ្ញុំទៅក្រៅអត់ខែទេខ្ញុំខ្លាចគេខ្ញុំអត់ចេះភាសាទេឃើញអានឹងយើងបាត់ឱកាសបាត់ហើយអញ្ចឹងឱកាសបានទៅអ្នកផ្សេងណាដែលគេមានសមត្ថភាពធ្វើរឿងនឹងបានអញ្ចឹងទៅហើយឧទាហរណ៍ថាយើងក្នុងវិស័យណាមួយអញ្ចឹងទៅក្នុងវិស័យឧស្សាហកម្មអីចុះឧស្សាហកម្មចុះទៅមានរោងចក្រណាមួយគេបើកថ្មីគេត្រូវការអ្នកដឹកនាំអីចឹងទៅនៅកន្លែងយើងមានអ្នកដឹកនាំអីយើងអត់អាចឡើងទៅផុតអីចឹងអញ្ចឹងអានោះយើងមានសមត្ថភាពព្រោះយើងធ្លាប់ធ្វើជាមួយអ្នកដឹកនាំយើងចេះយើងអាចផ្លាស់ការងារទៅកាន់ប៉ុស្តិ៍ដែលធំជាងមុនគេត្រូវការយើងអញ្ចឹងពេលហ្នឹងគេឲ្យចំណូលយើងខ្ពស់ជាងមុនដែរឃើញទេអញ្ចឹងយើងមានសមត្ថភាពអញ្ចឹងកាលណាយើងមានសមត្ថភាពហ្នឹងចំណូលរបស់យើងគឺការអត់ឈប់ទេអញ្ចឹងភាពតោកយ៉ាវាតាមយើងអត់តទេប៉ុន្តែបន្ថែមពីលើនឹងទៀតក្រៅពីការបង្កើនសមត្ថភាពឲ្យខ្លួនឯងប្រសើរឡើងហើយការចាត់ចែងហិរញ្ញវត្ថុហ្នឹងក៏ជារឿងសំខាន់ទាក់ទងនឹងភាពតោកយ៉ាដែរព្រោះជាទូទៅមនុស្សភាគច្រើនហ្មងរកបានច្រើនចែកច្រើនរកបានតិចចែកតិចដែលជាហេតុធ្វើឲ្យមនុស្សនៅតែបន្តភាពតោកយ៉ារហូតហ្នឹងហើយតែធ្វើឲ្យបំណុលកើនឡើងស្អីរកបានច្រើនចែកច្រើនរកបានតិចចែកតិចតែពេលទៅអត់មានសល់អីទេអញ្ចឹងពេលត្រូវការទិញអីគឺត្រូវតែខ្ចីលុយគេពាក្យថាខ្ចីមិនមែនតែខ្ចីអត់ការណាមានន័យថាចងការភ័ក្រដើម្បីទៅទិញអញ្ចឹងវាធ្វើឲ្យយើងត្រូវរកចិញ្ចឹមគេជាមួយនឹងការប្រាក់ទៀតអញ្ចឹងធ្វើយើងអត់អាចសល់ទេអញ្ចឹងយើងនៅតែតោកយ៉ារហូតអញ្ចឹងការគ្រប់គ្រងហិរញ្ញវត្ថុជារឿងសំខាន់មានន័យថាម៉េចមានន័យថាក្រោយពីប្រកាន់សមត្ថភាពហូរចំណូលបានច្រើននេះក៏មានសមត្ថភាពក្នុងការសន្សំឲ្យកាន់តែច្រើនដែរត្រូវបង្កើនការសន្សំហូរបានគឺត្រូវតែសន្សំទោះបីតិចក្តីច្រើនក្តីគឺត្រូវសន្សំប្រាក់ខែប្រមាណគឺត្រូវសន្សំយ៉ាងតិចបំផុតក៏ត្រូវតែ 10% ដែរតិចបំផុតហើយឧមាយើងប្រាក់ខែយើងតិចយើងថារួមខែថ្ងៃសឹងរស់យើងដកមុនដក 10% នៃចំណូលដែលយើងរកបានត្រូវតែសន្សំទុកដើម្បីវាទៅជាទម្លាប់ហ្មងមានន័យថាការសន្សំនោះមិនមែនជាការពិបាកនឿយហត់អីទេវាជារឿងដែលយើងធ្វើជាប្រចាំទៅហើយអញ្ចឹងការសន្សំនោះចំណុចពិសេសគឺយើងមានលុយបំរុងនៅពេលដែលយើងមានបញ្ហាយើងមានលុយប្រើប្រាស់ទី1ទី2គឺយើងមានលុយនៅពេលដែលយើងត្រូវការប្រើប្រាស់អីមួយមានន័យថាមិនមែនជាបញ្ហាអាសន្នឈឺស្កាត់អីឧបមាយើងត្រូវការទិញអីមួយមិនថាគេលក់បញ្ញាប់អីចឹងទៅរបស់ណាដែលមានចង់និយាយថារបស់ជាការវិនិយោគណាវាអាចឡើងថ្លៃចឹងគេអាចលក់ក្នុងតម្លៃល្អឬក៏សេដ្ឋកិច្ចអត់សូវល្អចឹងទៅធ្វើឲ្យទីផ្សារអត់សូវល្អចឹងយើងអាចទិញបានក្នុងតម្លៃថោកចឹងវិញយើងមានលុយទិញតែបើយើងអត់សំយើងអត់មានលុយទេបើយើងទៅខ្ចីលុយគេយកមកទិញយើងនៅតែអត់ចំណេញដែរព្រោះស្អីយើងត្រូវបង់ការប្រាក់ទៅឲ្យគេព្រោះការគេឲ្យលុយយើងខ្ចីនេះក៏ជាមុខរបររបស់គេមួយដែរចឹងគេត្រូវតែចំណេញពីយើងអញ្ចឹងយើងខ្ចីលុយគេយើងយកមករកយកមកជួញដូរឬក៏យកមកវិនិយោគហ្នឹងយើងអត់ចំណេញព្រោះដោយសារយើងត្រូវតែចែកភាគចំណេញមកផ្នែកទៅឲ្យគេបាត់ហើយហ្នឹងអញ្ចឹងធ្វើឲ្យយើងកាត់បន្ថយលុយចំណេញពេលខ្លះសឹងទៅដល់ខាតទៀតព្រោះមិនអញ្ចឹងយើងជាក់ស្ដែងយើងមើលអ្នករកស៊ីចងការលុយមើលកុំឲ្យតែមានគេបោកណាអ្នករកស៊ីចងការលុយគឺជោគជ័យមានបានខ្លាំងណាព្រោះដោយសារមុខរបរហ្នឹងគឺគេចំណេញរហូតអញ្ចឹងណាអញ្ចឹងវាធ្វើឲ្យគេកើនអត់ឈប់ទេអញ្ចឹងយើងទៅខ្ចីគេយកមកធ្វើអញ្ចឹងយើងត្រូវយើងមានន័យថាការចំណេញរបស់យើងត្រូវកាត់បន្ថយបាត់ហើយអញ្ចឹងយើងត្រូវតែត្រឡប់សំអញ្ចឹងទៅដើម្បីយើងត្រៀមខ្លួនគ្រប់គ្រាន់អញ្ចឹងបើយើងអូម៉ាថាយើងអត់ដឹងថាវិនិយោគអីគឺយើងចេះតែបន្តសំអញ្ចឹងទៅការពីថ្ងៃក្រោយយើងមានទុកធរៈអីទៅយើងមានលុយគ្រប់គ្រាន់អត់ចាំបាច់ទៅខ្ចីគេអញ្ចឹងសរុបមកវិញខ្ញុំចង់ណែនាំពីចំណុចតាក់ទងទៅនឹងយកភាពជោគឈ្នះភាពតោកយ៉ាហ្នឹងគឺបន្តបង្កើនសមត្ថភាពក្នុងការងាររបស់យើងធ្វើអីក៏ដោយមកថារកស៊ីក៏ដោយគឺធ្វើបរិយាមកតាំងពីមុនយើងលក់ម្នាក់ឯងយើងត្រូវតែរៀនបន្ថែមធ្វើម៉េចបរិយាហាងយើងអីយើងចេះជួលបុគ្គលិកធ្វើការចេះរៀបចំប្រព័ន្ធគឺត្រូវតែរៀនហ្មងរៀនខាងហ្នឹងចេះរៀបចំរបាយការណ៍ហិរញ្ញវត្ថុអីយើងរៀនបន្ថែមរហូត
ដើម្បីបរិយាវាឲ្យកាន់តែរឹងមាំដើម្បីយើងតាក់ទាញអតិថិជនថ្មីបន្ថែមរក្សាអតិថិជនចាស់ឲ្យកាន់តែល្អអញ្ចឹងទៅឃើញទេពេលធ្វើការក៏ដូចគ្នាគឺត្រូវតែមានគោលដៅឡើងទៅធំកាលណាយើងមានគោលដៅឡើងទៅធំគឺគោលដៅរបស់យើងដើម្បីជាហេតុផលគ្រប់គ្រាន់ដើម្បីយើងពង្រឹងសមត្ថភាពទេបើយើងអត់មានគោលដៅឡើងទៅធំយើងអត់មានគេហៅថាទឹកចិត្តក្នុងការប្រឹងសមត្ថភាពទេអញ្ចឹងត្រូវឡើងទៅកាន់ position ធំៗនៅក្នុងស្ថាប័នដែលយើងបម្រើការងារទៅយើងត្រូវមានគោលដៅហ្នឹងអញ្ចឹងយើងត្រូវតែខំប្រឹងធ្វើការខំប្រឹងប្រឹងសមត្ថភាពបន្តមកទៀតគឺតកតនឹងហិរញ្ញវត្ថុគឺត្រូវតែមានទម្លាប់សិនសមតិចក៏ដោយច្រើនឡើយគឺត្រូវតែសមអញ្ចឹងបន្តការសមអញ្ចឹងយើងមានតែត្រឡប់ប៉ុណ្្នឹងទៅយើងនឹងអាចយកឈ្នះភាពតោកយ៉ាកបានហើយ